บางคนนะครับได้ขวานได้คืนหนำน้ำให้สลายให้จูจิตให้หนึ่งช่องดำมันได้เวียปัจจุบันมันเดินภาษาแต่ยังมันใจในวิธีสหของการถ่ายต้อมในของการดักดำเอาเวียบานพลายบานพอลสำหรับยำខ្ញុំក៏ដូចគ្នាដែរបងប្អូនគឺធ្លាប់ឈឺក្បាលវិលមុខនៅក្នុងការដែរការដាក់ដាំដំណាំផ្សេងៗមែនទែនដោយសារតែខ្វះបច្ចេកទេសទី1ទី2ខ្វះរបស់ប្រើប្រាស់និងភាពងាយស្រួលនៅក្នុងការឲ្យរុក្ខជាតិវាលេចលូតលាស់នេះគឺជាសឡាត់ក្រហមនេះជារងដំណាំរបស់ខ្ញុំហើយរងដំណាំនេះគឺខ្ញុំប្រើការលាយដីរបស់មិត្តកសិករហើយខ្ញុំក៏ប្រើសកៃដូងដែរខ្ញុំចង់ជម្រាបជូនបងប្អូនបន្តិចថាសកៃដូងនៅពេលណាដែលយើងយកវាមកប្រើប្រាស់ទៅជាលបាយដីលាយជាមួយនឹងលបាយដីផ្សេងសកៃដូងមានតួនាទីសំខាន់ខ្លាំងសកៃដូងដើរតួនាទីច្រើននៅក្នុងការដែលជួយឲ្យដីវាមានសារជាតិចិញ្ចឹមល្អទី1ទី2ដីវាសម្បូរអាសូតយើងមិនបាច់ថែមជីច្រើនទេសម្រាប់ដំណាំមួយចំនួនដូចជាប្រភេទដំណាំយកស្លឹកអីចឹងនេះជាសឡាត់ក្រហមនេះគឺខ្ញុំមិនបាច់ថែមជីថែមអីទេខ្ញុំដាក់ដាំហើយខ្ញុំទុកចោលតែម្ដងអាចនឹង2ថ្ងៃអីបើខ្ញុំស្រោចទឹកម្ដងទៀតគឺសកៃដូងគឺវារក្សាសំណើមបានល្អហើយវាក៏ជួយបង្កើតទៅជាជីកំប៉ុស្តទៅដល់ដំណាំរបស់យើងដែរអញ្ចឹងសកៃដូងគឺដើរតួយ៉ាងសំខាន់មែនទែនហើយសម្រាប់បងប្អូនដែលឃើញបែបនេះអានេះគឺសរសៃដូងនេះយើងយកគ្របគល់ដំណាំគ្របពីលើគល់ដំណាំបែបហ្នឹងដើម្បីកុំឲ្យវាខ្ទាតដីមកលើគល់ដំណាំរបស់យើងអញ្ចឹងទៅអញ្ចឹងវាមានការបច្ចេកទេសដាំច្រើនវាមានក្បាច់ក្បូរច្រើនប៉ុន្តែវាអាស្រ័យទៅលើការដែលយើងសាកល្បងវាអាស្រ័យទៅលើការដែលយើងចាប់ផ្ដើមវាសិនសម្រាប់ការចាប់ផ្ដើមបងប្អូនអាចចាប់ផ្ដើមជាមួយនឹងមិត្តកសិករបានដែលយើងមានផលិតផលគ្រប់គ្រាន់នៅក្នុងការដែលធ្វើឲ្យបងប្អូនងាយស្រួលក្នុងការដាំនៅក្នុងផ្ទះអូខេអរគុណច្រើនបងប្អូន